Joe Biden លោក Joe Biden ឈ្មោះពេញគឺ Joseph Robinette Biden Jr. កើតថ្ងៃទី20 ខែតុលា ឆ្នាំ1942 នៅក្រុង Scranton រដ្ឋ Pennsylvania ដែលមានម្ដាយឈ្មោះ Catherine Eugenia Jean Biden និងមានឪពុកឈ្មោះ Joseph Robinette Biden SR លោក Biden ជាកូនច្បងគេដែលមានប្អូនស្រីឈ្មោះ Valeria និងប្អូនប្រុស2នាក់ឈ្មោះ Francis និង James គ្រួសារលោក Biden ដំបូងឡើយមានជីវភាពធូរធារទេតែក្រោយមកគ្រួសារលោកបានជួបវិបត្តិហិរញ្ញវត្ថុពេលដែលលោក Biden បានចាប់កំណើតមកដែលត្រូវបង្ខំឲ្យគ្រួសារលោកត្រូវទៅរស់នៅជាមួយលោកយាយលោកតាខាងម្ដាយរបស់លោក Biden ដោយសារតែរដ្ឋ Scranton ពេលនោះមានវិបត្តិសេដ្ឋកិច្ចបានធ្វើឲ្យឪពុករបស់លោក Biden ពិបាកនឹងរកការងារធ្វើឲ្យបានជាប់លាប់ដែរតែក្រោយមកឪពុករបស់លោក Biden ក៏បានក្លាយជាអ្នកលក់ឡានមួយទឹកដ៏ជោគជ័យម្នាក់ដែលបានកែប្រែជីវភាពគ្រួសាររបស់លោកទៅជាជីវភាពសមរម្យវិញកាលវ័យសិក្សាលោក Biden ជាអ្នកលេងកីឡាបាល់ឱបនិងមានភាពជាអ្នកដឹកនាំតាំងពីក្មេងមកម្ល៉េះដោយត្រូវបានគ្រូឲ្យធ្វើជាប្រធានថ្នាក់ទៀតផងលោក Biden បានបញ្ចប់ការសិក្សានៅសាលា Ashmere Academy ក្នុងឆ្នាំ1961លោកបានបន្តការសិក្សានៅសាកលវិទ្យាល័យ Delaware នៅក្រុង Newark ហើយបានទទួលសញ្ញាបត្រផ្នែកប្រវត្តិសាស្ត្រនិងវិទ្យាសាស្ត្រនយោបាយនិងមានសញ្ញាបត្រផ្នែកភាសាអង់គ្លេសផងដែរនៅពេលរៀនលោក Biden ភាគច្រើនទទួលបាននិទ្ទេសីនិងជាប់លេខ506ក្នុងចំណោមសិស្ស688នាក់កាលនៅក្មេងលោក Biden មានអាការៈនិយាយត្រដិតបន្តិចតែក្រោយមកត្រូវបានប្រសើរឡើងវិញបន្តិចម្ដងបន្ទាប់ពីការហ្វឹកហាត់អានកំណាព្យនៅមុខកញ្ចក់នៅថ្ងៃទី27ខែសីហាឆ្នាំ1966លោក Biden បានរៀបការជាមួយកញ្ញា Nellie Hunter ដែលគាត់ជាសិស្សនៅសាកលវិទ្យាល័យ Syracuse ពួកគាត់មានកូន3នាក់កូនច្បងមានឈ្មោះថា Joseph Orville Biden កូនទី2មានឈ្មោះថា Robert Hunter Biden និងកូនទី3មានឈ្មោះថា Naomi Christina Emmy Biden ក្នុងឆ្នាំ1968លោក Biden បានទទួលសញ្ញាបត្របណ្ឌិតនីតិសាស្ត្រឬហៅជាភាសាអង់គ្លេសថា Juris Doctor ពីសាកលវិទ្យាល័យ Syracuse បន្ទាប់មកលោកបានបម្រើការក្នុងវិស័យច្បាប់ជាច្រើនឆ្នាំនិងត្រូវបានគេបោះឆ្នោតជាប់ជា Newcastle County Councilor និងបានក្លាយជាសមាជិកព្រឹទ្ធសភាក្មេងបំផុតទី6ក្នុងប្រវត្តិសាស្ត្រអាមេរិកក្នុងឆ្នាំ1972ទន្ទឹមនឹងភាពជោគជ័យដ៏សម្បើមរបស់លោក Biden លោកក៏ធ្លាប់បានជួបរឿងអកុសលជាច្រើននៅថ្ងៃទី18ខែធ្នូឆ្នាំ1972ប៉ុន្មានសប្តាហ៍មុននឹងការបោះឆ្នោតខិតមកដល់ភរិយារបស់លោក Biden និងកូនស្រីអាយុ1ខួបគឺកុមារី Naomi បានជួបគ្រោះថ្នាក់ចរាចរណ៍ពេលនៅតាមផ្លូវទៅទិញអីវ៉ាន់ត្រៀមសម្រាប់បុណ្យណូអែលហើយកូនប្រុស2នាក់ទៀតរបស់លោក Biden បានរួចជីវិតតែជាអកុសលកូនច្បងរបស់លោក Biden ទើបនឹងបានទទួលមរណភាពក្នុងឆ្នាំ2015ដោយសារជំងឺមហារីកខួរក្បាលក្នុងពេលបម្រើការងារជាសមាជិកព្រឹទ្ធសភាលោក Biden បានផ្ដោតសំខាន់និងយកចិត្តទុកដាក់លើបញ្ហាបរិស្ថាននិងកិច្ចការពីអតិថិជនក្នុងពេលធ្វើបទសម្ភាសន៍ក្នុងឆ្នាំ1975លោក Biden ប្រាប់អ្នកកាសែតថាខ្លួនលោកជាមនុស្សដែលឲ្យតម្លៃលើសិទ្ធិពលរដ្ឋសេរីនិយមការគិតគូរដល់មនុស្សចាស់និងសុខភាពសាធារណៈតែលោកមិនគាំទ្រចំពោះការរំលោភកូននិងការចាប់ប្រជាពលរដ្ឋធ្វើទាហាននោះទេក្នុងឆ្នាំ1975លោក Biden បានជួបនឹងភរិយាទី2របស់លោកគឺលោកស្រី Jill Tracy Jacobs និងបានរៀបការក្នុងឆ្នាំ1977ពួកគាត់មានកូនស្រីម្នាក់មានឈ្មោះថា Ashley Blazer ក្នុងឆ្នាំ1981
ក្នុងឆ្នាំ1987 លោក Biden បានប្រកាសចូលឈ្មោះជាបេក្ខភាពប្រធានាធិបតីសម្រាប់គណៈបកប្រជាធិបតេយ្យដោយសារតែលក្ខណៈសម្បត្តិរបស់លោកភាពពូកែនិយាយជាសាធារណៈនិងស្នាដៃបំពេញការងារនៅព្រឹទ្ធសភាកន្លងមកតែដោយសារមានការចោទប្រកាន់មួយចំនួនលើការលួចប្រើប្រាស់ពាក្យសម្ដីរបស់អ្នកនយោបាយនៅចក្រភពអង់គ្លេសគឺលោក Neil Kinnock និងអ្នកនយោបាយអាមេរិកគឺលោក Robert F Kennedy និងមានរឿងអាស្រូវមួយចំនួនដែលធ្វើឲ្យលោកសម្រេចចិត្តថាឈប់ឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីទៀតក្រោយមកលោក Biden ក៏មកកាន់តំណែងជាសមាជិកព្រឹទ្ធសភានៃគណៈកម្មការយុត្តិធម៌និងបន្ទាប់មកទ្រង់មកកាន់តំណែងជាសមាជិកគណៈកម្មការទំនាក់ទំនងការបរទេសក្នុងឆ្នាំ2008លោក Biden បានសម្រេចចិត្តចូលឈ្មោះជាបេក្ខភាពប្រធានាធិបតីម្ដងទៀតក៏ប៉ុន្តែមិនបានទទួលការគាំទ្រច្រើននោះទេបើធៀបទៅនឹងបេក្ខភាពប្រធានាធិបតីលោក Obama និងលោកស្រី Hillary Clinton ដែលជាហេតុធ្វើឲ្យលោកសម្រេចចិត្តដកខ្លួនវិញតែលោកត្រូវបានតែងតាំងជាអនុប្រធានាធិបតីវិញនិងបានបម្រើការជាអនុប្រធានចាប់ពីឆ្នាំ2009ដល់ឆ្នាំ2017ហើយចាប់ពីឆ្នាំ2017រហូតមកទល់បច្ចុប្បន្នលោកបានបម្រើការជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Pennsylvania ក្នុងឆ្នាំ2020លោកបានសម្រេចចិត្តចូលឈ្មោះជាបេក្ខភាពប្រធានាធិបតីម្ដងទៀតនិងបានជាប់ឆ្នោតដោយជោគជ័យលោកបានប្រកាសជាសាធារណៈថាលោកគាំទ្រលើរឿងពីរយ៉ាងទី1គឺផ្ដោតលើអ្នកធ្វើការឬយើងហៅថា worker ដែលបានកសាងប្រទេសនេះ A worker who built this country និងតម្លៃដែលអាចតបជាប់ការបែងចែកនេះដោយសារតែវិបត្តិ COVID នៅអាមេរិកលោក Biden គ្រោងនឹងបង្កើតឱកាសសេដ្ឋកិច្ចថ្មីសម្រាប់អ្នកធ្វើការស្ដារបរិស្ថាននិងសុខភាពសាធារណៈព្រមទាំងស្ដារទំនាក់ទំនងការបរទេសឡើងវិញដូច្នេះពិភពលោកបានសាទរចំពោះវត្តមានប្រធានាធិបតីរបស់ប្រទេសមហាអំណាចមួយនេះថាតើនឹងមានអ្វីកើតឡើងថ្មីនាពេលខាងមុខនេះតើ Trade War នឹងទៅជាយ៉ាងណាតើសហរដ្ឋអាមេរិកនឹងទប់ទល់ជាមួយនឹងវិបត្តិ COVID យ៉ាងដូចម្តេចជាពិសេសការស្ដារទំនាក់ទំនងការបរទេសឡើងវិញតើអាមេរិកនិងប្រទេសចិនក៏ដូចជាបណ្ដាប្រទេសក្នុងតំបន់អាស៊ីនឹងមានទំនាក់ទំនងយ៉ាងដូចម្តេច